សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពីការគ្រប់គ្រងទិន្នន័យទាក់ទងទៅនឹងការគ្រប់គ្រងសន្និធិអានេះយើងផ្លាស់ប្ដូរពី cash outflow ដាក់ទៅជា stock in វិញ stock in ហើយអានេះ stock out ឬក៏ cost of goods sold អូខេអញ្ចឹងយើងអាចដាក់ឈ្មោះតាមអ្វីដែលយើងគិតថាយើងអាចកំណត់ចំណាំឬការកំណត់គោលនយោបាយនៅក្នុងក្រុមហ៊ុនឬក្នុងកន្លែងធ្វើការងាររបស់អ្នកអូខេដើម្បីបកការងារស្រួលអញ្ចឹងយើងធ្វើការលុបទិន្នន័យទាំងអស់នេះចេញសិនទិន្នន័យមួយចំនួនដែលយើងគិតថាយើងអាចបំពេញបន្ថែមដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ដើម្បីឲ្យអ្នកនរគ្នាងាយចាប់បានអញ្ចឹងយើងនឹងធ្វើការដូចតទៅហ្នឹងឥឡូវនេះយើងលុបវាចេញដែរទៅអូខេអញ្ចឹងដើម្បីបកការងារស្រួលក្នុងការដាក់ពេលវេលាដាក់ថ្ងៃខែរបស់យើងអាចចូលទៅក្នុង insert ឬក៏ add in date picker ឬក៏ time picker អញ្ចឹងយើងចូលទៅក្នុង developer ដែលសារខ្ញុំមានស្រាប់អញ្ចឹងខ្ញុំចូលទៅហើយខ្ញុំចុច add in កន្លែងនេះបើសិនជាអ្នកអស់គ្នាទើបតែចូលដំបូងកន្លែងនេះចុចកន្លែង store ហើយកន្លែង search នេះអ្នកនរគ្នាអ្វី date picker ហើយចុច search អញ្ចឹងកន្លែងនេះវាដាក់ mini calendar and date picker អញ្ចឹងយើងចុច add ហើយយើងចុច continue អញ្ចឹងយើងបានកន្លែងនេះហើយយើងយកមកដាក់កន្លែងណាដើម្បីយើងស្រួលការកត់ចំណាំអូខេអញ្ចឹងដោយសារនេះយើងឥឡូវនេះខែនេះខែ11អញ្ចឹងវាចេញខែ11តែម្ដងតែដើម្បីយើងងាយការគ្រប់គ្រងយើងផ្លាស់ប្ដូរវាទៅកាន់ខែ1ដើម្បីយើងស្រួលក្នុងការងាយស្រួលក្នុងការធ្វើការងាររបស់យើងអូខេអញ្ចឹងយើងគាត់ថានៅក្នុងកន្លែងរបស់យើងជាកន្លែងលក់រាយឬក៏កន្លែងដែលនាំតំណែងចូលប្រហែលមុខនេះឬក៏យើងអាចច្រើនជាងនេះប៉ុន្តែឥឡូវយើងប៉ុណ្ណឹងសិនឥឡូវឧបមាថាយើងវិជាទិញ1000 unit គ្រប់ item ដែលយើងបានកំណត់អូខេអញ្ចឹងយើងដាក់1000អ្នកនរគ្នាឃើញថានៅពេលកន្លែងនេះយើងដាក់1000កន្លែងនេះមានកូដអីទៅទោះបីអត់ទាន់មានថ្ងៃខែក៏ដោយប៉ុន្តែនៅពេលដែលយើង enter កន្លែងនេះ1000នៅកន្លែងយើងអត់ទាន់ enter កន្លែងនេះ0ឃើញអត់មានអីទេអញ្ចឹងនៅពេលដែលយើងដាក់1000អញ្ចឹងកន្លែងនេះឡើង1000គ្រប់ចំនួនអូខេអញ្ចឹងកន្លែងនេះយើងដើម្បីនេះយើងក្នុងការកំណត់ចំណាំរបស់យើងថាយើងបានជាទិញថ្ងៃណាយើងថាយើងជាទិញថ្ងៃ1ខែ1អូខេអញ្ចឹងយើងកំណត់វាចឹងមកយើង control D ដើម្បី pass down អូខេដើម្បី pass down អានេះក៏ចឹងដែរប៉ុន្តែដល់ពេលយើងលក់ចេញថ្ងៃទី3អូខេថ្ងៃទី3អញ្ចឹងយើងលក់ត្រឹមថ្ងៃទី3មកហើយនេះអ្វីដែលយើងបានកត់ទុកដើម្បីកាត់បន្ថយការ typing របស់យើងអញ្ចឹងយើងយកមកដាក់កន្លែងនេះមកអូខេអញ្ចឹងកន្លែងនេះយើងកំណត់ចំនួនប៉ុន្តែកន្លែងនេះទោះបីជាយើងដាក់លេខហើយក៏ដោយប៉ុន្តែបើសិនជាកន្លែងនេះអត់មានទេវាអត់រត់មកទេវាអត់ស្គាល់អញ្ចឹងមានថាទោះបីជាយើងដាក់លេខហើយក៏ដោយក៏វាអត់ស្គាល់ដែរហ្នឹងហើយកន្លែងនេះក៏អត់គណនាដែរដោយសារតែកន្លែងនេះអត់មានអញ្ចឹងកន្លែងនេះវាទៅទេអូខេអញ្ចឹងយើងធ្វើការ copy មកដោយសារយើងលក់ដដែលអញ្ចឹងនេះយើងដូរថ្ងៃខែថាយើងថ្ងៃទី6អញ្ចឹងយើងឆេងទៅថ្ងៃទី6ទាំងអស់អូខេឥឡូវអ្នកទាំងអស់នេះឃើញថានៅកន្លែងនេះនៅពេលដែលយើងបញ្ជាទិញ
កន្លែងនេះកើនមានចំនួននៅពេលដែលយើងដាក់កន្លែងនេះយើងលក់ចេញឬក៏យើងដឹកទំនិញឲ្យអតិថិជនរបស់យើងឃើញថាកន្លែងនេះថយចុះហើយកន្លែងនេះគឺជាការគ្រប់គ្រងស្តុកដែលយើងធ្វើការកត់ចំណាំថាតើទំនិញរបស់យើងមានប្រមាណនៅក្នុងដៃតើត្រូវធ្វើម៉េចបន្តហើយវាអាស្រ័យទៅលើគោលនយោបាយរបស់ក្រុមហ៊ុនមួយអមតាក្រុមហ៊ុនខ្លះគេថា100គេបញ្ជាទិញឡើងវិញតែក្នុងករណីខ្ញុំកំណត់ថាបើវាតូចជាងឬក៏ស្មើ50យើងត្រូវបញ្ជាទិញហើយបើមិនចឹងទេយើងទុកវាបន្តលក់អូខេអញ្ចឹងយើងបន្តកាលណា on sale មានថាយើងនៅលក់តទៅទៀតដោយសារតែ stock វានៅសល់ច្រើនហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចគណនាថ្លៃជាដុល្លារជាលុយដែលយើងបានចំណាយហើយកន្លែងនេះវាអត់ទាន់ចេញដោយសារតែយើងអត់ទាន់បានកំណត់ពេលដែលយើងត្រូវធ្វើដោយសារនេះយើងយកខែដើមខែ1អញ្ចឹងយើងដាក់ខែ1ទាំងអស់មកនៅពេលដែលយើងដាក់អញ្ចឹងនេះវានឹងគណនាឲ្យយើងទាំងអស់ដោយសារនេះយើងគណនារហូតច្រើនអញ្ចឹងនៅពេលបើសិនជាអ្នកផ្លាស់ប្ដូរកន្លែងនេះអ្នកទាំងអស់នេះបដូរកន្លែងនេះអញ្ចឹងមានថានេះ0តើតាមាននៅនេះដាក់នៅក្នុង period 2អញ្ចឹងបានអានេះវាគណនាសម្រាប់ period 2អញ្ចឹងអានេះគឺគណនាតែ period 1ទេហ្នឹងហើយអូខេអរគុណច្រើនកន្លែងនេះដូចគ្នាអញ្ចឹងដែរអូខេអញ្ចឹងកន្លែងនេះយើងលក់ចេញឬក៏យើងដឹកឲ្យទៅឲ្យម៉ួយឬក៏គេបញ្ជាទិញយើងដឹកទៅឲ្យគេអញ្ចឹងគេកន្លែងនេះយើងទិញពីក្រុមហ៊ុននៅក្រៅប្រទេសឬក៏ពីក្រុមហ៊ុនផ្សេងដើម្បីយកមកលក់ហើយកន្លែងនេះយើងលក់ចេញទៅឲ្យអតិថិជនរបស់យើងកន្លែងនេះគឺជា stock ដែលយើងក្នុងការគ្រប់គ្រងកំណត់តើយើងត្រូវធ្វើគ្រប់គ្រងstock របស់យើងឲ្យមានប្រសិទ្ធភាពបើសិនជាណាអស់ដល់កម្រិតដែលត្រូវបញ្ជាទិញយើងបញ្ជាទិញអញ្ចឹងដូចនេះយើងកំណត់ថាអូខេនេះខ្ញុំដាក់ state ទៅមានថាវាយ៉ាងម៉េចអញ្ចឹងមានថានេះ reorder តែក្នុងករណី100នេះបើសិនជាអ្នកអស់គ្នាគិតថាអូខេ100វាក៏នៅរៀងតិចតួចដែរអញ្ចឹងអាចដាក់បញ្ជាទិញដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនឬក៏ថ្លៃបញ្ជាទិញអីជាដើមឡាអូខេអញ្ចឹងដើម្បីបង្កើតអ្នកមើលកន្លែងនេះគឺជា stock ដែលយើងគិតថាយើងនឹងគណនាវាយើងប្រើរូបមន្តអ្នកទាំងអស់គ្នាអាច review វាឡើងវិញហើយទៅសេវាទៅហើយមើលតាមនឹងអ្នកអាចកំណត់ដូចនឹងរូបមន្តនឹងគឺយើងអាចប្រើបានអត់មានអីដោយសារខ្ញុំបានធ្វើតេស្តរួចហើយអូខេអញ្ចឹងដើម្បីធ្វើ drop down list អ្នកត្រូវបង្កើត listing នៅកន្លែងនេះអញ្ចឹង listing កន្លែងនេះយើងមានច្រើនអញ្ចឹងយើងអាចដើម្បីធ្វើ drop down list ខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយបើអ្នកចាប់អារម្មណ៍ក្នុងការបង្កើត drop down list អាចតាក់ទងតាម contact number ដែលមានក្នុងវីដេអូនេះស្រាប់ហើយនេះ summary អ្នកនរគ្នាឃើញថានេះយើងទិញចូលអានេះយើងលក់ចេញអានេះយើងនៅសល់អញ្ចឹងមានន័យថានៅពេលដែលវានៅសល់ដល់កម្រិតដែលយើងត្រូវបញ្ជាទិញវានឹងប្រាប់យើងហើយវានឹងលោតពណ៌ក្រហមប្រាប់យើងថាអូខេយើងបញ្ជាទិញវាឡើងវិញព្រោះ stock ចិត្តអស់ហើយអូខេអញ្ចឹងសម្រាប់ថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយសម្រាប់អីផ្សេងទៀតបើអ្នកចាប់អារម្មណ៍អាចតាក់ទងតាមលេខទូរស័ព្ទដែលបង្ហាញនៅក្នុងវីដេអូឬក៏ Telegram បើអ្នកចង់បានវីដេអូចង់បានឯកសារជា document អាច request តាម Telegram អរគុណច្រើនជម្រាបលាបាយបាយ